នេះគឺជាដំណើរដែលយើងចាប់ផ្ដើមទៅខាងមងមេបឹងដែលយើងទៅត្រូវទៅបោះតង់ហើយនេះគឺជាទីតាំងដែលយើងចាប់ផ្ដើមចេញទៅគឺយើងចេញពីភូមិរូងដែលគេហៅថាស្រុកបណ្ណន់ហើយនេះគឺជាការធ្វើដំណើរទៅហើយក៏សូមជម្រាបសួរក៏ដូចជាសួស្តីទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាដែរនៅក្នុងបណ្ដាញសង្គម YouTube ក៏ដូចជានៅក្នុងបណ្ដាញ Facebook ក៏ដូចជានៅក្នុង TikTok ផងដែរខ្ញុំបាន Mr. ជាថ្ងៃនេះខ្ញុំបានធ្វើដំណើរឆ្លងកាត់ពីស្រុកបណ្ណន់យើងឈ្មោះទៅខាងស្រុកឯកភ្នំគឺថាយើងឆ្លងទៅស្រុកកោះកឡស្រុកបណ្ណន់ហើយដូចជាទៅស្រុកសកែដូចជាទៅដល់ស្រុកឯកភ្នំនៅខេត្តបាត់ដំបងតែម្ដងនេះគឺជាទីតាំងដែលរង្វង់មូលរបស់លោកយាយទូក្រូចដែលយើងស្គាល់ហើយជាពិសេសបងប្អូនអ្នកគាត់រស់នៅស្រុកបណ្ណន់ណាហើយយើងចេញដំណើរទៅពីហ្នឹងយើងឈ្មោះទៅកន្លែងមេបឹងដែលយើងត្រូវបោះតង់អូខេបងប្អូនឥឡូវនេះបងប្អូនអាចនឹងរីករាយក៏ដូចជានឹងទស្សនាក៏ដូចជាស្ដាប់ការអធិប្បាយរបស់ខ្ញុំលេងនៅតាមដងផ្លូវយើងធ្វើដំណើរឆ្ពោះទៅខាងកើតដើម្បីទៅនៅក្នុងក្រុងបាត់ដំបងអូខេសម្រាប់បងប្អូនអ្នកដែលគាត់ស្រឡាញ់ក្នុងការវិស័យក៏ដូចជាក្នុងការទស្សនានៅវីដេអូក្នុងការបោះតង់គឺថាបងប្អូនអាចនឹងទស្សនានៅក្នុងคลิปវីដេអូនេះបានហើយនេះគឺជាការបង្ហាញនៅការធ្វើដំណើរទៅរហូតទៅដល់នៅផ្ទះបងមេបឹងតែម្ដងครับបងវ៉ាន់ណាគឺជាប្អូនរបស់មេបឹងហើយនឹងមានវីដេអូបន្តទៀតជាពិនភាគហៅថាជាវគ្គមួយវគ្គអញ្ចឹងងាយស្រួលក្នុងការបងប្អូននឹងទស្សនាថាច្រើនពេកវានឹងពិបាកពេកឥឡូវនេះយើងមកដល់ក្នុងផ្សារស្រុកបណ្ណន់ហើយយើងចេញពីហ្នឹងយើងធ្វើដំណើរទៅមុខទៀតទៅរហូតបងប្អូនមានឃើញនៅខាងមុខណាកំពូលស្រួយហ្នឹងហើយគឺជាបាទគេហៅថាវត្តស្រុកបណ្ណន់ក៏ដូចជាបងប្អូនអ្នកដែលគាត់រស់នៅស្រុកបណ្ណន់ផងដែរបាទបើសិនជាបានឃើញក៏ដូចជាទស្សនានៅក្នុងคลิปវីដេអូនេះក៏បាទកុំភ្លេចជួយ comment ខ្ញុំបាទ Mr. ជាបាទក្នុងបណ្ដាញសង្គម YouTube ក៏ដូចជាในចុច Subscribe ក៏ដូចជា Like ឲ្យខ្ញុំបាទម្នាក់មួយផងដើម្បីផ្ដល់ជាកម្លាំងចិត្តខ្ញុំនឹងបង្កើតនិងបន្តនូវមាតិកាដើម្បីជូនឲ្យបងប្អូនបានទស្សនាបន្តទៀតហើយក៏សូមជម្រាបសួរទៅដល់បងប្អូនដែរអ្នកដែលគាត់កំពុងតែទស្សនាហ្នឹងណាតើបងប្អូនយើងអ្នកនៅខាងស្រុកណាខេត្តណាដែរបាទកំពុងតែទស្សនាបាទហើយជួយ comment ប្រាប់ផងបាទហើយសូមទទួលការស្គាល់ពីខ្ញុំបាទ Mr. ជាផងបន្ទាប់ពីយើងធ្វើដំណើរឡើងយូរបន្តិចកាត់នៅភូមិបាយដំរាមបាទនៅបន្តទៀតក៏យើងឡើងមកផ្លូវដែលគេហៅថាផ្លូវ highway យើងមកដល់មើលក្រឡេកមើលឆ្វេងស្ដាំយើងក៏បន្តដំណើរទៀតហើយថ្ងៃហ្នឹងខ្ញុំធ្វើដំណើរទៅខ្ញុំត្រូវដូរម៉ូតូព្រោះម៉ូតូនេះវាចូលទឹកអត់ការទេបាទអញ្ចឹងយើងត្រូវដូរម៉ូតូយើងដូរម៉ូតូមួយរបស់បងខ្ញុំហ្នឹងយកអា11ហ្នឹងទៅដើម្បីយើងអាចបុកព្រៃបុកអីជាមួយមេបឹងជាមួយអីបានហើយនេះគឺយើងមកដល់រង្វង់មូលព្រះនរាយដៃ8ដែលហៅថាព្រះនរាយគេហៅតាដៃ8អីចឹងណាយើងធ្វើដំណើរមិនយូរប៉ុន្មានទេដោយសារតែយើងដាក់ណាត់គ្នាថាយើងនឹងជួបគ្នានៅកន្លែងបងវ៉ាន់ត្រូវជាប្អូនមេបឹងដែលគាត់កាត់ពេកឲ្យមេបឹងណាបងប្អូននឹងតិចទៀតនឹងបានទៅជួបគាត់ហើយក៏ដូចជាមានបងប្អូនយើងមួយចំនួនទៀតដែលគាត់អ្នកបង្កើតមាតិកាដូចខ្ញុំដែរគឺគាត់ធ្វើដំណើរមកពីខាងខេត្តសៀមរាបបងប្អូនខ្លះគាត់ធ្វើដំណើរចេញមកពីស្រុកបវលបងប្អូនខ្លះទៀតគាត់ធ្វើដំណើរចេញមកពីស្រុករតនមណ្ឌលដូចខ្ញុំផ្ទាល់ចេញទៅពីស្រុកកោះកឡកន្លែងនេះខ្ញុំទៅភ្លាមអ្នកគ្នាគឺថាវង្វេងផ្លូវតែម្ដងដោយសារតែយើងបើខានទៅយូរណាបាទហើយណាមួយយើងដាក់ location មកបាទបងធម្មជាតិបាទហើយជាបងប្អូនយើងអ្នកស្គាល់ហើយតាមបណ្ដាញសង្គម YouTube ក៏ដូចជានៅក្នុងបណ្ដាញសង្គម Facebook ផងដែរគាត់ទៅភ្លាមនេះយើងឆែកមើលថាអូទីតាំងនៅទីនេះឆែកហើយក៏ប៉ុន្តែ location វាឆែកទៅវាអត់ឃើញគាត់ថាវាឲ្យចូលតាមផ្លូវក្រោយហើយផ្លូវក្រោយចូលមិនកើតបើខាងក្រោយអ្នកមានផ្លូវផងហើយណាមួយយើងអត់សូវបានដើរអត់សូវអីចឹងណាអត់សូវស្គាល់ដែរទីតាំងសួរគ្នាឡើងចុះទៅយើងអាចរកឃើញតែប្រហែលជាមានបងប្អូនមួយចំនួនគាត់បានឃើញហើយនៅក្នុងคลิปវីដេអូនៅក្នុងបាទបណ្ដាញសង្គម YouTube ក៏ដូចជានៅក្នុងបណ្ដាញ TikTok ក៏ដូចជា Facebook មានពុធីមានបងវិសាលមានអីតិចទៀតបងប្អូននឹងបានទស្សនាក៏បានជួបពួកគាត់ហើយនេះខ្ញុំកំពុងទៅរកផ្លូវចូលហើយ location តម្លាក់មកកន្លែងទៅហ្នឹងខ្ញុំថាប្រហែលខ្ញុំអាចចូលមកកន្លែងហ្នឹងមកដល់កន្លែងបងតែម្ដងគិតថាងាយតែទៀតពិតគឺអត់ចឹងទេអ្នកគ្នាដល់ភ្លាមហ្នឹងរួក៏អត់ឃើញមើលនេះមើលនោះក៏អត់ឃើញចាំមកខ្ញុំថាអូ location រត់ដងលប់ដាក់ទឹកឃើញឥឡូវកំពុងតែវង្វេងហើយបាទមិនដឹងថានៅតាណាទេព្រោះខ្ញុំនៅខាងក្រុងខ្ញុំមិនដែលដើរអញ្ចឹងយើងជឿជាក់លើ location អត់ត្រូវទៀតចប់
មកដល់ទីតាំងមួយទៅទីតាំងមួយទេសួរនិយាយប្រាប់នេះប្រាប់នោះហើយកន្លែងផ្សេងយើងអត់ស្គាល់ទៀតតែចុះមកទៅណាទៅណីទេវិលត្រឡប់ទៅកន្លែងរោគសំណាក់លោកតាវិញនោះហើយដល់ពេលអញ្ចឹងក៏នេះអត់ទេសួរគ្នាឡើងចុះឡើងតទៀតកម្មពិតនៅម្នាក់មកខាងទេបងប្អូនខ្ញុំនៅខាងកើតគាត់នៅខាងលិចនេះគឺជាការ៉ាស់របស់បងចិនបងប្អូនឃើញឈ្មោះប៉ាយនៅខាងលើណាបើដូចជានៅក្នុងបណ្ដាញសង្គម Facebook អីបងប្អូនចង់ទៅទស្សនាបងប្អូនឯងវាយឈ្មោះថា page របស់ខ្ញុំបាទ Mr. ជាទៅបងប្អូននឹងឃើញហើយបាទ page របស់ខ្ញុំហ្នឹងហើយនេះគឺជាបងធម្មជាតិគាត់មកមុនខ្ញុំហើយខ្ញុំមកលើកទី2បាទហើយនៅមានបងទៀតតែគាត់កំពុងតែធ្វើដំណើរមកឥឡូវនេះយើងចូលទៅខាងក្នុងបាទអូជាក្រាស់ឡានរបស់បងអូនមេបឹងណាដែលហៅថាបងវិសាបងវ៉ាន់ឬក៏ឈ្មោះគាត់ឈ្មោះចិនអញ្ចឹងណាអូខេឥឡូវនេះជាម៉ូតូជាកន្លែងនៃគាត់ទុកដាក់ឲ្យវាយវ៉ាន់ដើម្បីចាំគ្នាហ្នឹងហើយពួកយើងណាត់គ្នាដើម្បីទៅកន្លែងមេបឹងអញ្ចឹងយើងត្រូវតែមកឈប់កន្លែងបងវ៉ាន់សិនបាទបងវ៉ាន់គាត់អ្នកកាន់ពេកឲ្យមេបឹងគាត់ជាអ្នកបើសំដែងនៃមេតិកាមិនចាំមិនយូរប៉ុន្មានក៏ស្រាប់តែបាទបងនៃគាត់ធ្វើដំណើរដូចខ្ញុំថាអញ្ចឹងមកពីខាងសៀមរាបស្រុកបវលមកពីខាងរតនមណ្ឌលខ្ញុំបាទនេះមកធ្វើជាមកពីខាងកោះកឡោតែយើងអត់អីទេបងប្អូនយើងមកមុនឥឡូវនេះយើងធ្វើការសំដែងសម្ដាគ្នារួយជំនួគ្នារួយចង់ថាទៅថតនៅកន្លែងមុខសំណាក់លោកតាដំបងកញុងបាទគឺថាធ្វើដំណើរទៅហើយបងប្អូនមានបងទៅមកពីខាងនោះផងខាងនេះផងគឺថាអូសុបាយមែនទេបងប្អូនដោយសារតែយើងមានគ្នាមានអីជួបជុំអញ្ចឹងណាបើគឺថាបើយើងរៀបរាប់ទៅមានបងវិសាលបងច័ន្ទណាបង MVK81 ហើយបងធម្មជាតិបងភ័ក្រហើយក៏ដូចជាបងដំណើរជីវិតនេះសុទ្ធតែឈ្មោះពេកគាត់ណាហើយនឹងពុធី TV បាទហើយមួយទៀតគឺមេបឹងជាមួយខ្ញុំបាទ Mr. ជាបាទសុទ្ធតែឈ្មោះពេកឲ្យបងប្អូនវាយតាមហ្នឹងទៅឃើញឲ្យឈ្មោះខ្លះជាភាសាអង់គ្លេសខ្លះជាភាសាខ្មែរបើខ្ញុំឈ្មោះពេករបស់ខ្ញុំដូចនៅក្នុងYouTube នេះណាបងប្អូនអាចតែ scroll មើលហើយគ្រាន់តែវាយឈ្មោះទៅចេញឲ្យក្នុង page របស់ខ្ញុំអូខេឥឡូវយើងធ្វើការថតហើយក៏នាំគ្នាធ្វើដំណើរទៅកន្លែងផ្ទះបងវ៉ាន់សិនបាទវីដេអូខ្ញុំដូចខ្ញុំថាខ្ញុំសុំ select តែត្រឹមបាទដល់កន្លែងយើងដល់ផ្ទះបងវ៉ាន់សិនទៅដោយសារតែយើងមានវីដេអូជាច្រើនទៀតដើម្បីជួបជុំគ្នាឥឡូវនេះយើងធ្វើដំណើរទៅផ្ទះបងវ៉ាន់សិនព្រោះថាយើងត្រូវដាក់ឲ្យវាយវ៉ាន់ត្រូវរៀបចំឬក៏ដាក់ឲ្យវ៉ាន់ក្នុងឡានក្នុងអីចឹងណាព្រោះយើងស្រួលក្នុងការដឹកខ្លះព្រោះផ្លូវយើងពិបាកដែរអញ្ចឹងយើងទៅជួបជុំគ្នាទៀតសិនអូខេឥឡូវយើងមកដល់ផ្ទះគាត់ហើយមកដល់ភ្លាមហ្នឹងបាទគឺថាពុកបានគាត់គឺថាគាត់ទទួលរាក់ទាក់ឲ្យបងគាត់ថាឲ្យទៅបេះតំបែកបែនៅខាងក្រោយគឺថាសម្បូរមានក្រូចមានអីចឹងយើងក៏ចូលបងប្អូនអើយគេថាចូលទៅបាននៅចិត្តតែម្ដងថាម្នាក់ដាក់តែមួយឆ្ងាញ់ដៃនឹងតែពីរតែមួយឆ្អែតតែខ្ញុំតែមួយឆ្អែតដែរនេះគឺថាម្នាក់ពេញមាត់តែម្ដងបាទអូខេបងប្អូនហើយវីដេអូនេះយើងជួបគ្នាប៉ុណ្្នឹងសិនបងប្អូនក្នុងបណ្ដាញសង្គម YouTube ណាយើងនឹងជួបគ្នានៅវីដេអូបន្តទៀតបាទហើយនៅវីដេអូក្រោយបរិស័ទខ្ញុំកាត់វីដេអូខ្លីៗវីដេអូក្រោយយើងនឹងទៅដល់កន្លែងខ្ទមមេបឹងតែម្ដងបងប្អូនថានឹងមានសកម្មភាពអ្វីជាច្រើនទៀតបងប្អូនកុំភ្លេចជួយ Subscribe និង Like ម្នាក់បងប្អូន